ចាបងប្អូនទាំងអស់គ្នានេះសម្រាប់ស្ត្រីក្រោយសម្រាប់កូនចាសម្រាប់ថាសម្រាប់ធម្មជាតិឬសម្រាប់វះកាត់ឯបងប្អូនគឺអាចកំណត់ថាមរដូវពេលណាឯក្រោយសម្រាប់កូនអញ្ចឹងវិធីដែលល្អសម្រាប់យើងសម្រាប់ឲ្យ1ខែកន្លះឬ2ខែកន្លះក៏ដោយ3ខែកន្លះក៏ដោយបើយើងអត់ទាន់រួមរំលែកទេគឺយើងចាប់ដើមវិជាកំណើតតែម្ដងចាចាប់ដើមវិជាកំណើតហើយចាំយើងរួមរំលែកបើយើងរួមរំលែកមុនហើយចាប់មកវិជាកំណើតអាហ្នឹងតើចាំយើងមករដូវចាតែបើសិនបើយើងអត់ទាន់មករដូវទេយើងចង់វិជាកំណើតដាក់កងស្បូនគឺវិជាបានបើបងប្អូនច្បាស់ថាมันមានកូនមានន័យថាបើបងប្អូនច្បាស់ថាអត់ទាន់បាននៅមួយគ្នាអញ្ចឹងណាឬក៏បានគេងហើយយើងប្រើស្រោមណាម៉ៃឬក៏ចាក់ទឹកក្រៅពីងអីអាហ្នឹងតាមបងប្អូនដឹងថាខ្លួនឯងច្បាស់ថាมันមានកូននឹងយើងអាចចាប់ដើមវិជាកំណើតតែម្ដងដោយមិនចាំបាច់មករដូវទេចំពោះកងក្នុងស្បូនពេលដែលយើងដាក់ទៅអាចនឹង1ខែឬ2ខែក្រោយនឹងមករដូវវិញធម្មតាហើយទោះយើងអត់ទាន់បានមករដូវក៏ដោយហ្នឹងសម្រាប់កងក្នុងស្បូនណាវា